ការគ្រប់គ្រងជំងឺផ្សិតដំសៅ powdery mildew លើដើមឈើហូបផ្លែ 1. ការស្វែងយល់ពីជំងឺម្សៅនៅលើមែកដើមឈើហូបផ្លែគឺជាជំងឺផ្សិតដំសៅដែលបង្កឡើងដោយភ្នាក់ងារចម្លង Sphaerotheca phaeosa ផ្សិតនេះមានលក្ខណៈដូចជាម្សៅពណ៌រំពាត់លើមែកនិងស្លឹកប្រសិនបើទុកចោលមិនព្យាបាលវាជញ្ជក់យកសារធាតុចិញ្ចឹមដែលធ្វើឲ្យដើមឈើលូតលាស់ខ្សោយនិងមិនសូវផ្ដល់ផល 2. វិធានការកម្ចាត់និងព្យាបាលដើម្បីព្យាបាលជំងឺនេះឲ្យមានប្រសិទ្ធភាពលោកអ្នកគួរអនុវត្តតាមជំហានដូចខាងក្រោមការសម្អាតតំបន់ឆ្លងត្រូវកាត់តែងមែកនិងស្លឹកដែលកើតជំងឺធ្ងន់ធ្ងរយកទៅដុតបំផ្លាញចោលដើម្បីការពារកុំឲ្យមេរោគរីករាលដាលទៅផ្នែកផ្សេងទៀតការរៀបចំមជ្ឈដ្ឋានកាត់មែកដែលស្ដុកក្រាស់ចេញដើម្បីឲ្យពន្លឺថ្ងៃនិងខ្យល់ចេញចូលបានល្អជៀសវាងការស្រោចទឹកច្រើនពេកដែលបង្កឲ្យមានសំណើមខ្ពស់ព្រោះវាជាឱកាសល្អសម្រាប់ការវិវត្តនៃជំងឺការប្រើប្រាស់ថ្នាំកសិកម្មប្រើប្រាស់ថ្នាំផ្សិតដែលមានធាតុសកម្មដូចជា copper hydroxide ឬ copper oxychloride Devenoconazole ឬ Hexaconazole ចំណាំត្រូវលាយនិងប្រើប្រាស់ទៅតាមការណែនាំលើសម្បកថ្នាំឲ្យបានត្រឹមត្រូវវិធីសាស្ត្របែបធម្មជាតិសម្រាប់ករណីស្រាលប្រើម្សៅ baking soda 5 ក្រាមលាយជាមួយទឹក1លីត្រឬប្រើប្រេងស្តៅ neem oil ដើម្បីបាញ់កម្ចាត់ 3. បច្ចេកទេសក្នុងការបាញ់ថ្នាំពេលវេលាត្រូវបាញ់នៅពេលមេឃត្រជាក់ព្រឹកព្រលឹមឬពេលល្ងាចនិងជៀសវាងបាញ់នៅពេលជិតមានភ្លៀងសុវត្ថិភាពត្រូវប្រុងប្រយ័ត្នកុំឲ្យប៉ះពាល់ដល់សត្វដែលមានប្រយោជន៍ក្នុងចម្ការការការពារភាពស៊ាំគួរប្រើប្រាស់ថ្នាំដែលមានធាតុសកម្មឆ្លាស់គ្នាដើម្បីការពារកុំឲ្យមេរោគនិងសត្វល្អិតបង្កើតភាពធន់ស៊ាំនឹងថ្នាំ